ជំរាបសួរបងប្អូនឥឡូវយើងមករៀនលេងក្បាលបត់អូនសន្យាឲ្យបងចាំអញ្ចឹងខ្ញុំលេងនេះគឺលេងក្នុងតុងរ៉េម៉ាសឺនេះយើងយកប៉ូស្យងពីរនេះគឺករ៉េកន្លែងនេះហើយនឹងករ៉េកន្លែងប៉ូស្យងទួយកន្លែងនេះបាទអញ្ចឹងខ្ញុំលេងជាគ្រាប់មួយឲ្យបងប្អូនយល់សិនចាំយើងនិយាយពីលេងឲ្យវាចេញជាសំឡេងពីរចេះចឹងដំបូងគឺយើងមានមីនេះក៏រ៉េចេញគ្រាប់រ៉េទៅរ៉េដូស៊ីឡាសូហ្វាឡាអញ្ចឹងវារ៉េដូស៊ីឡាសូដល់ពេលយើងលេងឲ្យចេញជាសំឡេងពីរចេះគឺយើងលេងនេះគឺរ៉េយើងតម្លាក់មកយើងរ៉េមួយហើយយើងចូលមកហ្វាយ៉េសមួយមានន័យថានៅក្រោមវាមកខ្ទង់វានៅក្នុងខ្ទង់ទី12 13 14 15 ខ្សែទី2តែហើយយើងក្របពណ៌មួយវាហ្នឹងគឺក្របហ្វានេះគឺវានៅក្នុងតុងទី14ខ្សែទី1ហើយយើងរោវាមកអានេះយើងមកក្របដូយ៉េសនេះគឺវាចុះពីរ៉េមកឡើងចុះពីរ៉េមកខ្ទង់មកគឺខ្ទង់ទី14ហើយគូជាមួយវានេះគឺក្របមីនេះគឺក្របមីគឺយើងវានៅខ្សែទី1ខ្ទង់ទី12នេះគឺបន្តមកទៀត C គឺខ្សែទី2អដែរខ្ទង់ទី12គូជាមួយនឹងក្របរ៉េគឺខ្សែទី1ខ្ទង់ទី10នេះហើយបន្តទៀតឡាគឺយើងគឺខ្ទង់ទី10ខ្សែទី2អដែរហ្នឹងគូជាមួយក្របដូយ៉េសនេះគឺនៅក្នុងខ្ទង់ទី9ខ្សែទី1យ៉ាដល់ពេលយើងសុលនេះយើងមកយើងយកសុលនេះយើងយកក្របសុលនេះគឺខ្ទង់ទី12ខ្សែលេខ3ហ្នឹងហើយយើងតម្លាក់ដៃបិទពីឲ្យចុះមកខ្សែក្រោមមួយទៀតមកគឺខ្សែគឺក្រប C នេះខ្សែទី2ខ្ទង់12ដូចគ្នាហ្នឹងហើយយើងចូលហ្វាយ៉េសនេះគឺយើងឡើងពីសុលនឹងមកលើមកខ្ទង់មកគឺខ្ទង់ទី11គូជាមួយនឹងក្របឡាមិញនេះគឺនៅក្នុងខ្ទង់ទី10ខ្សែទី2នេះហើយយើងអូសដៃពីសុលនេះមកឡាមកគឺយើងអូសមកខ្ទង់តម្រង់ដូចគ្នាអញ្ចឹងលើក្រោម2ហ្នឹងហើយអូសមកនេះមកហើយតើអត់បងប្អូនឥឡូវខ្ញុំលេងពីដើមតិចឲ្យបងប្អូនមើលហើយយើងលេងអញ្ចឹង2ដងមកចប់ហើយបត់ហ្នឹង